ចឹងពួកគាត់រស់នៅលើកោះនេះគឺអាស្រ័យទឹកនៅលើភ្នំហ្នឹងទាំងរដូវវស្សានិងរដូវប្រាំងតែគាត់ថារដូវប្រាំងវារៀងខ្សោះទឹកតិចបើរដូវវស្សាទឹកពេញអូភីបបោចឹងនៅលើនេះយើងអត់ទាន់មានថាជីកដងទឹកសាបានទេអត់ទាន់មានប្រភពមួយដែលយើងអាចដងទឹកសាបានចឹងយើងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាភពទឹកដែលត្រូវយកពិភពទឹកសាបដែលត្រូវយកទៅប្រើប្រាស់នៅក្នុងភូមិថាតើទឹកសាបដែលយើងប្រើប្រាស់នៅក្នុងភូមិរៀងរាល់ថ្ងៃនេះមានប្រភពមកពីណាទឹកពីណាយកទៅណាបានមកដោយរបៀបម៉េចអញ្ចឹងតាមបងអ្នកភូមិក៏ប្រាប់ថាទឹកដែលយើងប្រើរាល់ថ្ងៃនេះគឺយកមកពីកំពូលភ្នំអញ្ចឹងចង់ដឹងថាតើដើម្បីយកទឹកពីកំពូលភ្នំមកគាត់យកដោយរបៀបម៉េចឬក៏យកតាមវិធីណាអញ្ជើញទស្សនាវីដេអូនេះទាំងអស់គ្នាទីនេះគឺជាអាងស្តុកទឹកដែលយើងហូរពីលើភ្នំមកហើយតទៀតគាត់យកថ្មយើងបិទខុសទឹកដើម្បីជាសាច់អាងស្តុកទឹកមួយអាងស្តុកទឹកហ្នឹងតទៀតបានគាត់ដាក់ពីយោនៅនឹងមកដើម្បីបហូរទឹកពីលើនេះធ្លាក់ទៅខាងក្រោមហើយពួកគាត់ត្រង់ទឹកទៅខាងក្រោមដើម្បីដឹកជញ្ជូនយកទៅឲ្យអ្នកភូមិប្រើប្រាស់ហ្នឹងហើយបានហេចូលអូខេបងប្អូនហ្នឹងហើយនេះជាកន្លែងដែលគាត់បូមទឹករដងដាក់ចូលធំមានថានៅខាងលើយើងឃើញអាងស្តុបទឹកមួយហើយដាក់សយោមួយដែលវែងហ្នឹងមានហើយសយោហ្នឹងបូមមកតមកទៀតកន្លែងដែលទទួលទឹកគឺកន្លែងនេះមកគាត់គាត់បើកមករមណីមកហូរវងទឹកទឹក